cái chấn mình thấy dương ban vô hỏi ông pi rồi bia pra em is mình chẳng rồi bia pra em isคือពេលណាយើងប្រើ em គឺ em នេះប្រើជាមួយនឹង I ទៅជា I am ពេលណាយើងប្រើ a ប្រើជាមួយអីគេ you are we are they are ហើយនឹង is ប្រើនៅពេលណា is គឺយើងប្រើជាមួយនឹង she is he is ហើយនឹង it is អញ្ចឹងលោកគ្រូចង់និយាយថាតើអាពីរនេះលោកគ្រូទៅអានកាត់ដើម្បីស្រួលយើងអានដែលយើងអានថាអានកាត់ហ្នឹងមានន័យថាពាក្យនឹងយើងបង្រួមវាឲ្យទៅជាខ្លីតែយើងអានពេលណាយើងបង្រួមវាយ៉ាងម៉េចហើយអានវាយ៉ាងម៉េចអូខេអញ្ចឹងនៅក្នុងនេះលោកគ្រូនិយាយឲ្យច្បាស់ទៅណាអានេះបើជាភាសាអង់គ្លេសយើងពិបាកយើងកុំអាចចេះឈ្មោះវាយើងចេះតែអីគេយើងអានតែបតក់តាមលោកគ្រូចេះណាដើម្បីលោកគ្រូបញ្យល់អញ្ចឹងយើងប្រើវាអញ្ចឹងយើងទៅសេបង្រួមវាអត់ទៅអញ្ចឹងអាយនេះបងចាំលោកគ្រូណាកាលណាយើងបង្រួមយើងទៅសេអាដើមនឹងឡើងវិញបតក់មួយលុបពាក្យមួយណាបតក់មួយលុបពាក្យមួយអញ្ចឹងអាយអញ្ចឹងលោកគ្រូបតក់មួយណាយើងថាបតក់សោះព្រោះយើងចាំយើងរៀនថ្នាក់ទៅគេហៅឈ្មោះវាផ្សេងអញ្ចឹងកន្លែងនេះយើងលុបមួយឃើញបតក់មួយលុបមួយអញ្ចឹងទៅជាយើងដាក់ am យើងលុប am ចេញហើយណាយើងលុប a ចេញហើយឃើញ I am ទៅជា am ឃើញទេ I am ទៅជា am ឧទាហរណ៍យើងដាក់ថា am I am a student ឬក៏ am a student ណាអញ្ចឹងយើងកាត់វាដើម្បីយើងស្រួលអានយើងអានពេញក៏បានណាយើងអានពេញក៏បានយើងអាន I am a student ក៏បាន I'm a student ក៏បានអញ្ចឹងវាដូចគ្នាអញ្ចឹងគេហៅថាទម្រង់កាត់អញ្ចឹងយើងចូលដល់ខាងនេះវិញអញ្ចឹងយើងទៅសេដើមវាដដែលហ្នឹងមកដើម្បីយើងចាំហ្នឹងអានេះលោកគ្រូបង្រៀនឲ្យឆាប់ចាំអញ្ចឹងសេយូបតក់មួយលុបមួយណាបតក់មួយលុបមួយឃើញទេអញ្ចឹងនេះនៅសល់ប៉ុណ្ណេះយើងអានថា you are ឧទាហរណ៍ you are a student you are a student ណា you are a student you're a student you're a student ចឹងកន្លែងនេះបងអូនអានថា you are a student ក៏បាន you are a student ក៏បានអត្ថន័យវាដូចគ្នាណានៃ short form អញ្ចឹងយើងចូលអាខាងនេះមួយទៀតអញ្ចឹងយើងសេដើមវានេះសេដើមវាហើយយើងអីគេបងអូនបតក់មួយmìnhដូចគ្រូថាហ្នឹងបតក់មួយលុបមួយឃើញទេអូខេវាទៅជា we're ណា we are ទៅជា we're អញ្ចឹងលោកគ្រូខ្ជិលមិនអាន we ណា we're ណាអាន we ខ្ជិលដាក់ឧទាហរណ៍បងអូនដោយសារបងអូនកុំឲ្យយើងស៊ីមកក្នុងការមើលវីដេអូច្រើនយើងយល់ហើយអញ្ចឹងកន្លែងនេះយើងដាក់សេពាក្យដើមវាមកហើយបតក់មួយលុបមួយណាតក់មួយលុបមួយអញ្ចឹងអាហ្នឹងឲ្យយើងស្រួលចាំអញ្ចឹង they are ស្មើនឹង there ណាយើងអាន they are ក៏បាន there ក៏បានណាដូចគ្នាស្មើគ្នាហ្នឹងយើងអានស្មើគ្នាឧទាហរណ៍លោកគ្រូចង់និយាយថាពួកគេនៅផ្ទះអូខេអញ្ចឹងយើងសរសេរមកអូខេ they are ហ្នឹងលោកគ្រូចង់អាន they are លោកគ្រូកាត់ទៅវាទៅជា they're at home ពួកគេនៅផ្ទះឃើញទេណាអញ្ចឹងកន្លែងនេះយើងអានដូចគ្នាអូនអាន they are at home ក៏បាន they're at home ក៏បានអញ្ចឹងវាដូចគ្នាណាអូខេអញ្ចឹងយើងចូលដល់ខាងក្រោមហ្នឹងទៅសេនេះមួយមកអញ្ចឹងហើយយើងបតក់មួយមកប៉ុន្តែអានេះគេមានឈ្មោះវាណាគេមានឈ្មោះវាគេហៅ first stop អញ្ចឹងកុំឲ្យបងអូនពិបាកចាំយើងចាំដូចតាមលោកគ្រូហ្នឹងបតក់មួយលុបមួយពាក្យឃើញទេតែជាសអេសណាអញ្ចឹង see ទៅជា sees sees អញ្ចឹងឧទាហរណ៍មួយឧទាហរណ៍លោកគ្រូថានាងជាគ្រូអញ្ចឹង seeហ្នឹងវាស្មើគ្នាតែលោកគ្រូដាក់ sees អញ្ចឹងបតក់នេះកន្លែងនេះណាបតក់កន្លែងនេះបតក់កន្លែងនេះទេមិនណាសអីទេ sees a teacher នាងជាគ្រូបង្រៀនម្នាក់ឃើញទេអញ្ចឹងកន្លែងនេះយើងអាចទៅសេអញ្ចឹងយើងអានថា she is a teacher ក៏បានឬក៏ sees a teacher ទាំងអត្ថន័យដូចគ្នាអញ្ចឹងយើងចូលមួយទៀតទៅសេពាក្យហ្នឹងទៅដែរឃើញទេហើយសេមួយលុបមួយដោយលោកគ្រូតាអញ្ចឹងឃើញទេលុប
មួយមកអូខេអញ្ចឹងយើងឧទាហរណ៍មិនទេវាដូចគ្នាណាយើងឧទាហរណ៍អញ្ចឹង it is យើងទៅ say it នឹងមកវិញមក say it ណាបន្តមួយណាតើយើងកន្លែងនេះផងណាអត់មានទៅចំអក្សរបន្តយើងកដាហើយយើងលុបអីចេញលុប i ចេញថែម s អញ្ចឹងទៅជា it's ឧទាហរណ៍យើងចង់និយាយថាវាជាឆ្មាមួយណា it វាថា it is មិនអញ្ចឹងយើងថា it is ប៉ុន្តែយើងអត់ចង់ say it is យើង say អីយកតែម្ដង it's a cat it a cat it a cat វាជាឆ្មាមួយណា it a cat ហ្នឹងហើយអញ្ចឹងយើងអាចអានបានពីរណាអញ្ចឹងលោកគ្រូសង្ខេបឡើងវិញចឹងសិនអញ្ចឹងយើងចង់ទៅសេទម្រង់កាត់យើងចាំថាបន្តមួយលុបពាក្យមួយអញ្ចឹង I am ទៅជាគូលុបមួយទៅជាគូលុបមួយបន្តឲ្យដាក់អក្សរ am អញ្ចឹង I am ទៅជា am you are ទៅជា your we are ទៅជា we're they are ទៅជា their she is ទៅជា she's he is ទៅជា his it is ទៅជា is អូខេ